ជំរាបសួរលោកគ្រូថ្ងៃហ្នឹងយើងនឹងធ្វើការទាក់ទងជាមួយនឹង EC2 មួយ FTP server អញ្ចឹងខ្ញុំឲ្យមិត្តភ័ក្តិរបស់ខ្ញុំគាត់ create នៅ line instance ថ្មីដោយសារតែខ្ញុំអត់មាន account អញ្ចឹងបន្ទាប់ពីយើងរើ OS ហើយយើងធ្វើការបង្កើតនៅ new key pair មួយអញ្ចឹងគាត់បង្កើតkey pair ហ្នឹងហើយគាត់ send មកឲ្យខ្ញុំដើម្បីខ្ញុំយកមក SH នៅលើ Gitbash នៅក្នុង laptop របស់ខ្ញុំអញ្ចឹងបន្ទាប់ពីយើងបង្កើត key pair ហ្នឹងហើយយើងធ្វើការបង្កើតនៅ security group អញ្ចឹងដោយសារគាត់បានបង្កើតហើយយើងរើយកown security group ហ្នឹងមកហើយយើងដាក់ 20G ដូចលោកគ្រូដែរអញ្ចឹងបន្ទាប់ពីបានប៉ុណ្ណឹងហើយយើងឡាញវា instance ធម្មតាមកអញ្ចឹងបន្ទាប់ពីវាដើរអីown security group ហ្នឹងយើងចូលមកinstance ហ្នឹងដែរមកយើងចាំឲ្យនឹងវាដើរដែរហើយបន្ទាប់មកខ្ញុំទៅ down file perm ដែលគាត់បានផ្ញើមកក្នុង Telegram របស់ខ្ញុំហ្នឹងយកវាទៅទុកក្នុង drive D ហើយខ្ញុំធ្វើការបង្កើតនៅ folder មួយដាក់វាឈ្មោះ FTP server ហ្នឹងទៅហើយបន្ទាប់មកខ្ញុំចូលទៅកាន់ folder FTP server ហ្នឹងហើយខ្ញុំធ្វើការបើក Gitbash នៅក្នុង folder ហ្នឹងដែលវាមាន file perm បន្ទាប់មកខ្ញុំទៅ copy CH mode ដែលមិត្តភក្តិខ្ញុំគាត់បានផ្ញើមកតាម Telegram ហ្នឹងយកវាមក run នៅក្នុងហ្នឹងបន្ទាប់ពីយើង run CH mode ហ្នឹងហើយយើងត្រូវ run SH ដើម្បី SH វាពី Gitbash ហ្នឹងទៅកាន់ server ហ្នឹងជាកន្លែងនេះយើងយក yes មកចឹងឥឡូវយើងចូលមកដល់ក្នុង Yum2 ឯង
តោះមកយើងធ្វើការupdate វាសិនបន្ទាប់ពីយើងបាន update វាហើយយើងធ្វើការនៅinstall នៅVF TPD ហ្នឹងតោះមកយើងធ្វើការ CD ទៅ etc ហើយបន្ទាប់មកយើង ls វាយើង grab វាចឹងឃើញថាយើងមានvsftpd.config ហ្នឹងហើយបន្ទាប់មកយើង sudo cp vsftpd.config នេះហើយបន្ទាប់មកយើងនឹងកើត ls វាមើលចឹងយើងឃើញថាវាមាននេះចឹងបន្ទាប់មកយើងធ្វើការ sudo nano ចូលទៅកាន់file ហ្នឹងបន្ទាប់ពីយើងចូលមកដល់file ហ្នឹងហើយយើងធ្វើការទៅ enable នៅ file ដែលលោកគ្រូបានប្រាប់ហ្នឹងចឹងទីមួយយើងហៅមើលfile មួយឈ្មោះwrite enable ហ្នឹងយើងបើកវាទៅ yes ទៅយើងម្ដងក្រោមយើងហៅមើលកន្លែង chroot យើងធ្វើការ enable វាដែរហើយបន្ទាប់មកយើង add line ថ្មីមួយទៀតគឺ allow reliable chroot ហ្នឹង yes ហើយបន្ទាប់មកយើងផាសនៅ3 line ខាងក្រោមនេះមួយទៀតបន្ទាប់មកយើងធ្វើការ save វាបន្ទាប់ពីយើងបាន save វាហើយយើងធ្វើការ restart នៅ system ហ្នឹងសិនអញ្ចឹងយើងវាយ system ctl restart vsftpd check នៅ status វាម្ដងអញ្ចឹងយើងឃើញថាវា active ហើយបន្ទាប់មកយើងទៅធ្វើការ install នៅ Fazilla ដែលលោកគ្រូបានឲ្យ install ហ្នឹង
ចឹងយើងធ្វើការ finish វាមកយើងចូលមកដល់ក្នុងFazla ហ្នឹងឯងចឹងតមកយើងចូលទៅកាន់ Site Manager តមកយើងធ្វើការបង្កើតនៅ new site ហើយយើងធ្វើការដាក់ឈ្មោះឲ្យវា FTP server ហើយបន្ទាប់មកកន្លែង protocol យើងរើយក SSH ហើយបន្ទាប់មកយើងធ្វើការដាក់ host name ហោះឲ្យវាអញ្ចឹងខ្ញុំទៅ copy host ដែលមិត្តភក្តិខ្ញុំគាត់បាន send មកហ្នឹងអញ្ចឹងយើងធ្វើការដាក់ host ឲ្យវាហើយនេះយើងយក key file ហើយបន្ទាប់មក user យើងចូលមក check មក who am I អញ្ចឹងឈ្មោះ Ubuntu ហ្នឹងយើងយកហ្នឹងទៅដាក់នៅកន្លែង name user ហ្នឹងហើយកន្លែង key file នេះគឺយើង browse មកកន្លែង file ដែលយើងបាន download វាពីដំបូងគឺមិត្តភក្តិរបស់ខ្ញុំគាត់បានផ្ញើមកហ្នឹងអញ្ចឹងខ្ញុំដាក់នៅក្នុង download ហើយយើងបង្កើតនៅ folder មួយហើយយើងយកPM file ហ្នឹងមកអញ្ចឹងតើយើងបានដាក់ហើយយើងធ្វើការ connect វាលើ VR ខ្ញុំចូលទៅ Site Manager សារថ្មីហើយខ្ញុំរើយក SSH ហើយយក key file ខ្ញុំដាក់ឈ្មោះ user ហើយនឹង browse ទៅកាន់ key file ផើមហ្នឹងជាងយើង connect វាសារថ្មីអញ្ចឹងវា connecting ឯងចឹងបន្ទាប់មកយើងធ្វើការបង្កើតនៅ new directory ឲ្យវាមួយចឹងខ្ញុំដាក់ឈ្មោះ FTP client ហើយយើងបង្កើតនៅ file មួយដាក់ឈ្មោះ learning.txt បន្ទាប់ពីបានប៉ុណ្ណឹងហើយយើងសាកចូលមកក្នុងវាបារបស់យើងហើយយើងត្រូវការ check មើលថាតើមានfile មិញហ្នឹងអត់អញ្ចឹងយើងឲ្យអត់ទេយើងឃើញថាយើងមាន folder មួយឈ្មោះ FTP client ហ្នឹងហើយយើង cd ទៅកាន់ FTP client ហ្នឹងទៅហើយយើងបើកមើលទៅយើងឃើញថាមាន learning.txt អញ្ចឹងវីដេអូមានតែប៉ុណ្្នឹងជំរាបលាលោកគ្រូ